បាទជម្រាបសួរប្រិយមិត្តជាទីរាប់អាននៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកអំពីរបៀបយើងចូលទៅប្រើប្រាស់នៅកម្មវិធី Gemini បងណាបាទកម្មវិធី Gemini នេះគឺកំពុងតែមានការបាទទុកហើយល្បីល្បាញនៅក្នុងបច្ចុប្បន្ននេះបាទជា app មួយសម្រាប់ប្រើប្រាស់កម្មវិធី AI បងប្អូនណាបាទអញ្ចឹងបើស្នេហ៍បងប្អូនចង់ធ្វើអំពីរបៀបកម្មវិធីប្រើប្រាស់ AI បងប្អូនចូលទៅក្នុង Play Store ដោនយកកម្មវិធី Gemini នេះជាមុនសិនបាទទើបយើងយកមកប្រើប្រាស់បាទទៅតាមអ្វីដែលបងប្អូនចង់បានហើយនៅក្នុងវីដេអូនេះខ្ញុំចង់លើកសំណួរអំពីប្រវត្តិសាស្ត្របាទទៅសួរ AI ឲ្យ AI ឆ្លើយហើយបកទៅជាភាសាថៃបងណាបាទយើងចង់សួរពីប្រវត្តិសាស្ត្រថៃដែលកកើតពីចាប់កំណើតនៅតំបន់ណាមកពីកន្លែងណាចឹងបងណាបាទអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំបាទមានប្រយោជន៍បងប្អូនជួយចុច Subscribe YouTube ឬក៏ Follow Page Like Share ម្នាក់មួយផងដើម្បីបងប្អូននឹងទទួលបានវីដេអូថ្មីក្រោយទៀតអញ្ចឹងដើម្បីកុំឲ្យខាតពេលបងប្អូនចូលទៅធ្វើនិងតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទជាដំបូងយើងចូលទៅក្នុងកម្មវិធី Gemini បងណាបាទដែលមានរូបរាងដូចនេះបងណាបាទដែលមានរូបរាងដូចខ្ញុំបង្ហាញនៅក្នុងនេះបាទអញ្ចឹងយើងចូលទៅ Gemini បងណាចុចពីលើនឹងពឹបបាទបន្តមកយើងនេះមើលខាងស្ដាំដៃបងណាខាងស្ដាំដៃនៅខាងស្ដាំក្បាលមីក្រូបងណាចុចលើនឹងមកពឹប Hello AIបាទតើ AI និយាយជាភាសាខ្មែរបានអត់បាទតាខ្ញុំអាចនិយាយជាភាសាខ្មែរបានតើលោកចង់សួរអ្វីបាទនៅថ្ងៃនេះខ្ញុំនឹងលើកសំណួរ3សំណួរមកសួរដល់ AI ហើយឲ្យ AI ឆ្លើយឲ្យបានត្រឹមត្រូវ AI បាទតាខ្ញុំរីករាយនឹងឆ្លើយសំណួរទាំង3របស់លោកសូមចាប់ផ្ដើមសួរបានឥឡូវនេះបាទសំណួរទី1ខ្ញុំចង់សួរថាតើជនជាតិសៀមដែលគេហៅថាជនជាតិថៃនេះមានដើមកំណើតមកពីតំបន់ណាហើយរស់នៅតំបន់ណាដែលនៅសតវត្សទីប៉ុន្មានបាទជនជាតិសៀមឬជនជាតិថៃត្រូវបានគេជឿថាមានដើមកំណើតមកពីតំបន់ភាគខាងត្បូងប្រទេសចិនហើយបានធ្វើដំណាក់ចំណាក់ស្រុកមកភាគខាងត្បូងជាបន្តបន្ទាប់ចាប់ពីសតវត្សទី11មកតំបន់ដែលពួកគាត់រស់នៅសំខាន់គឺនៅក្នុងប្រទេសថៃបច្ចុប្បន្នតើលោកចង់សួរអ្វីបន្តទៀតបាទនៅសំណួរទី1នេះខ្ញុំចង់ឲ្យ AI បកប្រែទៅជាភាសាថៃនៅសំណួរទី1ផងបាទคำถามข้อแรกเกี่ยวกับชนชาติสยามหรือชนชาติไทยที่มีต้นกำเนิดมาจากบริเวณไหนและอาศัยในศตวรรษที่เท่าไหร่สามารถแปลเป็นภาษาไทยได้ดังนี้ครับคำถามข้อที่1มีอะไรให้ช่วยแปลเป็นภาษาไทยหรือภาษาอื่นอีกไหมครับបាទអរគុណច្រើនហើយឥឡូវ AI មកបកប្រែជាភាសាខ្មែរវិញខ្ញុំនឹងចូលទៅសំណួរទី2បានឥឡូវនេះបាទសំណួរទី2ខ្ញុំសួរថារួចហើយដំបងបង្អស់ជួនជាតិថៃនេះមកតាំងទីលំនៅជាដំបងនៅតំបន់ណាហើយតំបន់នោះជានគរឬជាប្រទេសណាបាទawalជនជាតិថៃបានធ្វើការផ្លាស់ប្ដូរទីលំនៅជាច្រើនដំណាក់កាលតំបន់ដំបងបង្អស់គេជឿថាស្ថិតនៅភាគខាងត្បូងប្រទេសចិនដោយដែលបានជម្រាបពីមុនបន្ទាប់មកពួកគាត់បានធ្វើដំណើរមកកាន់ភូមិភាគអាស៊ីអាគ្នេយ៍ហើយមានការទៅតាំងទីលំនៅនៅនគរមួយចំនួនដូចជានគរសឹកខៅតីដែលជានគរថៃដំបូងគេតើលោកចង់ដឹងកាន់តែច្បាស់អំពីនគរណាដែរបាទអញ្ចឹងនគរនខោតីនោះគឺជានគរប្រទេសណាជាដំបូងដើមដែលជាដើមកំណើតណានគរសុខោតីត្រូវបានចាត់ទុកជានគរថៃដំបូងគេបង្អស់ដែលស្ថិតនៅក្នុងប្រទេសថៃបច្ចុប្បន្នវាជានគរឯករាជ្យនៅសតវត្សទី13និងទី14ហើយគេចាត់ទុកវាជាចំណុចរើផ្ដាំនៃប្រវត្តិសាស្ត្រថៃទំនើបបាទអរគុណអញ្ចឹងចូលដល់សំណួរទី3បាទចូលដល់សំណួរទី3នេះសូម AI ឆ្លើយជាភាសាខ្មែររួចហើយបកទៅជាភាសាថៃផងបាទសំណួរទី3មានអ្វីដែរបាទសំណួរទី3សួរថាតើអក្សរសៀមដែលប្រើប្រាស់សពថ្ងៃមានដើមកំណើតចេញមកពីប្រទេសណាគឺឬនគរណាបាទអក្សរសៀមដែលប្រើប្រាស់សពថ្ងៃមានដើមកំណើតចេញពីអក្សរខ្មែរបុរាណក្នុងសម័យនគរសុខោតៃនៅសតវត្សទី13វាត្រូវបានផ្លាស់ប្ដូរនិងកែច្នៃឲ្យមានទម្រង់ដូចបច្ចុប្បន្នបាទអញ្ចឹង AI ជួយបកប្រែជាភាសាថៃនៅសំណួរទី3នេះផងបាទแน่นอนครับคำถามข้อที่3ที่ถามว่าอักษรสยามที่ใช้ในปัจจุบันมีต้นกำเนิดมาจากประเทศหรือนครไหนนั้นแปลเป็นภาษาไทยได้ดังนี้ครับคำถามข้อที่3
อยากทราบว่าอักษรสยามที่ใช้ในปัจจุบันมีต้นกำเนิดมาจากประเทศหรือนครไหนครับ បាទអរគុណច្រើន AI បាទអញ្ចឹងយើងបញ្ចប់សំណួរតែប៉ុណ្ណេះសូមអរគុណច្រើន AI បាទជម្រាបលា មិនអីទេរីករាយជានិច្ចដែលបានជួយជម្រាបលា បាទបាទអរគុណច្រើនជម្រាបលា